ជំនួខែថ្មីកវីសូមថ្លែងរឿងរ៉ាវជាក់ស្ដែងនៅក្នុងគ្រួសារទឹកចិត្តម៉ែឪដ៏ល្អថ្លៃថ្លាសេចក្តីស្នេហាមិនចេះសាបសូន្យពាក្យថាម៉ែឪត្រូវខុសមិនថ្មីគិតកូនប្រុសស្រីមិនដែលចិនណាយទោះដឹងថាខុសទឹកចិត្តពុកម្ដាយនៅតែខ្វល់ខ្វាយដល់កូនគ្រប់គ្នាម៉ែឪគិតកូនតាំងពីស្ងួនកើតបានចាប់កំណើតនៅក្នុងផ្ទៃម្ដាយក្នុងចិត្តត្រេកអរហើយសែនសប្បាយទោះត្រូវហត់នឿយលោកមិនស្ដីថាទឹកចិត្តពុកម៉ែក្បែរកូនជានិច្ចកូនតែងភ្លេចតែងមើលរំលងនាំគ្នាធ្វើខុសមិនតាមគន្លងអាសូរលោកផងដែលខំលះបង់កូនប្រុសស្រីគប្បីចងចាំពាក្យពេចន៍បណ្ដាំមេត្តាបិតាតូចក្តីធំក្តីលោកតែងប្រាថ្នាកូននេះណាសាងអំពើល្អកូនណាយពុកម៉ែតែងតែរំពឹងខ្លាចណាស់ព្រលឹងវង្វេងធ្លាក់ផ្លូវព្រើលតាមសង្គមធ្វើរឿងមិនត្រូវអាសោចដល់ឪអាស្រូវដល់ម៉ែរស់ក្នុងសង្គមត្រូវចេះបែងចែកត្រូវចេះរំលែកការងារម៉ែឪកុំប្រព្រឹត្តខុសកូនធ្វើមិនត្រូវនាំឲ្យអាស្រូវខុសច្បាប់សង្គមបើកូនអាណិតពុកហើយនឹងម៉ែកូនគួរតែខិតខំសិក្សាក្រេបយកវិជ្ជាបំពន់ចរិយានាំឲ្យជីវ៉ាមានអនាគតកូនណាយបើកូនសេពគប់មិត្តភក្តិត្រូវមើលឲ្យជាក់ណាកូនសម្លាញ់រាប់ខុសនាំកូនមានទោសទោមនិញបើរាប់ត្រូវវិញនាំយុះថ្កើងថ្កានមិត្តខ្លះនាំកូនប្រព្រឹត្តខុសច្បាប់មានទោសគេចាប់ជាប់ខ្នោះជើងដៃមិត្តខ្លះនាំយុះឲ្យកូនប្រពៃសូមកូនប្រុសស្រីគិតឲ្យវែងឆ្ងាយកូនណាយចូលកូនជិះចេញឲ្យឆ្ងាយបាបមិត្តទាំងឡាយនាំឲ្យវិនាសមិត្តល្អត្រូវរាប់មិត្តអាក្រក់ត្រូវជៀសកូនមិនវិនាសមិនខុសច្បាប់ជាតិកូនណាយធ្វើល្អគេសាទរណាស់ធ្វើអាក្រក់ពិតច្បាស់គេបណ្ដាសាគេស្អប់គេខ្ពើមគ្មានអ្នកចរចាដូច្នេះជីវ៉ាត្រូវតែស្វែងយល់បើកូនមិនអាសូរពុកសូមកុំនាំទុកទៅឲ្យអ្នកម្ដាយឃើញកូនធ្វើខុសទ្រូងគាត់ស្ទើរធ្លាយគាត់យំរាល់ថ្ងៃព្រោះទង្វើកូនកូនសម្លាញ់ត្រូវចងចាំណាម៉ែឪស្ដីថាចង់ឲ្យកូនល្អចង់ឃើញកូនមានយុះបវរមានភាពថ្លៃថ្នូរក្នុងសង្គមជាតិកូនណាយបើកូនដើរខុសគន្លងប្រព្រឹត្តខុសឆ្គងនឹងច្បាប់ខេមរាធ
ធ្វើឲ្យទ្រូងម៉ែឪឈឺខ្លោចផ្សាព្រោះតែជីវ៉ាមិនស្ដាប់បង្គាប់កូនអើយរឿងខុសទោស3ប្រការមួយច្បាប់ខេមរាមួយច្បាប់មនុស្សជាតិនិងច្បាប់សិលធម៌នាំបងមីជាតិកូនមិនអាចឃ្លាតទោសមួយណាឡើយដូច្នេះកូនត្រូវតែចងចាំគ្រប់ពាក្យបណ្ដាំរបស់ម៉ែឪមិនចង់ឃើញកូនជួបរឿងអាស្រូវខូចទាំងពូជផៅអាប់អោនដល់ជាតិកូនត្រូវធ្វើរឿងល្អឲ្យច្រើនដើម្បីបង្កើនសេចក្តីស្រឡាញ់ពង្រឹងចំណេះប្រើឲ្យចំណេញជាតិយើងពោពេញដោយសន្តិភាពចុងក្រោយពុកម៉ែសុំចិត្តដោយស្មោះកូនទាំងអស់ត្រូវពិចារណាយកចិត្តទុកដាក់ខិតខំសិក្សានោះទើបថ្លៃថ្លាទាំងកូននិងជាតិនិពន្ធដោយលោកលីភិរា